ตอบบองปอนแต่ใจเคลียแต่ยันเราบองปอนแปะปอนจะมวยนังเรื่องราวแต่ไทยhayนังเวียดนามជួបគ្នាកាលពីម្សិលមិញម្សិលមួយថ្ងៃហ្នឹងណារឿងនេះខ្ញុំបានមើលព័ត៌មានច្រើនគឺយើងតាមដានក្នុងនាមជាខ្មែរណាយើងតាមដានព្រឹត្តិការណ៍ផ្សេងដែលវាអាចមានផលប៉ះពាល់ដល់ប្រជាជនខ្មែរយើងវាអាចមានផលប៉ះពាល់សម្រាប់ប្រទេសកម្ពុជាយើងចេះតែមើលទៅបងប្អូនយើងចេះតែមើលទៅយើងមើលច្រើនយើងចេះច្រើនណាយើងមើលច្រើនយើងចេះច្រើនយើងយល់ច្រើនណាបងប្អូនហើយបងប្អូននេះពាក់ព័ន្ធជាមួយការជួបគ្នារវាងមេដឹកនាំសៀមហើយនិងមេដឹកនាំវៀតណាមហ្នឹងគឺខ្ញុំឃើញវត្តជូបារាំងគាត់ចុះផ្សាយហើយគាត់ដាក់ចំណងជើងថាចែកបងប្អូនតើការរឹតចំណងពាណិជ្ជកម្មរវាងថៃនិងវៀតណាមអាចមានអត្ថប្រយោជន៍អ្វីខ្លះមកលើកម្ពុជាហើយខ្ញុំអានឲ្យស្ដាប់ទៀតណាបងប្អូនហ្នឹងហើយនាពេលថ្មីនេះអគ្គលេខាធិការនៃគណៈកម្មការមជ្ឈិមបកកុម្មុយនីសវៀតណាមលោកតូលឹមបានបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល2ឆ្នាំរយៈពេល2ថ្ងៃនៅប្រទេសសៀមប្រទេសថៃហ្នឹងហើយប្រទេសថៃដោយបានផ្លាស់ប្ដូរយោបល់លើបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរៈគុណក្នុងជំនួបនៅទីក្រុងបាងកកមេដឹកនាំប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងបានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរសេដ្ឋវិទូកម្ពុជានិងអ្នកពាក់ព័ន្ធមួយចំនួនបានយល់ថាការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មថៃនិងវៀតណាមទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កម្ពុជានោះទេតែរឿងគួរឲ្យព្រួយបារម្ភសម្រាប់ពួកយើងគឺការហូរចូលតំណែងថៃមកប្រទេសកម្ពុជាតាមរយៈច្រកព្រំដែនវៀតណាមអញ្ចឹងយើងស្ដាប់ប្រព័ន្ធនេះអាចយល់បានខ្លះអត់បងប្អូនបើសម្រាប់ខ្ញុំថៃវាកំពុងតែរកច្រកចេញសម្រាប់ផលិតផលខ្លួនឯងដើម្បីចូលមកកម្ពុជាអានេះតាមការយល់ឃើញរបស់ខ្ញុំណាបងប្អូនតាមការយល់ឃើញរបស់ខ្ញុំទេហើយខ្ញុំមិនមែនជាអ្នកវិភាគអីនេះគាត់ថាយើងស្ដាប់ព័ត៌មានទៅយើងមើលទៅវាឃើញមកផ្លូវនឹងច្រើនមែនអត់បងប្អូនហើយខ្ញុំឃើញចំពោះអ្នកវិភាគអីផ្សេងដូចលោកបណ្ឌិតកិនភាអីគាត់មានប្រសាសន៍អីអ្នកវិភាគអីផ្សេងក៏គិតដូចខ្ញុំដែរអញ្ចឹងនៅពេលដែលសៀមវាបានស្នើសុំទៅលោកតូលឹមដែលជាប្រធានគណៈកម្មការបកកុម្មុយនីសវៀតណាមហ្នឹងថាសូមឲ្យវៀតណាមបន្ថែមការនាំចូលផលិតផលពីប្រទេសថៃបន្ថែមទៀតទី1ទី2ឲ្យវៀតណាមបន្ថែមការវិនិយោគនៅក្នុងប្រទេសថៃនឹងបន្ថែមទៀតទៅលើគ្រប់វិស័យទី3ថៃហើយនិងវៀតណាមនឹងសហការគ្នាក្រោមយុទ្ធសាស្ត្រសហការគ្រប់ជ្រុងជ្រោយបាទន័យថាគេសហការមកគេខ្ញុំអត់ដឹងទេអាពាក្យបច្ចេកទេសអស់ទាំងហ្នឹងបើថាអ្វីដែលយើងមើលឃើញថាថៃវាអាចខ្ចីដៃវៀតណាមដើម្បីនាំផលិតផលថៃចូលមកកម្ពុជាដូច្នេះហើយផលិតផលសៀមបន្តិចទៀតនឹងមានឈ្មោះខួរក្បាលបកងមិនខួរក្បាលបកងទេឈ្មោះអត់មានខួរក្បាលបកងខ្ញុំច្រឡំខ្ញុំនិយាយខុសឈ្មោះដែលមានខួរក្បាលចូលទឹកដែលវាមិនមានឈាមជាខ្មែរវានឹងស្វែងរកឱកាសឬមួយក៏រកវិធីសាស្ត្រណាដើម្បី
នាំផលិតផលសៀមចូលតាមវៀតណាមណាដូចជាការនាំចូលផលិតផលសៀមចូលតាមច្រកឡាវពីមុនដូច្នោះឯងណាបងប្អូនអាហ្នឹងវាអញ្ចឹងហើយនៅក្នុងប្រទេសសៀមរដ្ឋបាលក្រុងបាងកកណាបានម្សិលមិញឃើញគេប្រកាសសន្យាមួយប្រជាជនសៀមរបស់គេថាប្រធានាធិបតីសៀមប្រទេសថៃហ្នឹងក៏នឹងដាក់គោលដៅធ្វើយ៉ាងណាឲ្យឆ្នាំ2027មានកំណើនសេដ្ឋកិច្ចប្រមាណភាគរយអញ្ចឹងទៅប៉ុន្តែខ្ញុំមើលឃើញមានការវែកញែកច្រើននៅក្នុងប្រទេសថៃឃើញថាមានសេដ្ឋវិទូជាច្រើនបានចេញមតិយោបល់ពាក់ព័ន្ធជាមួយការអះអាងពីនាយករដ្ឋមន្ត្រីសៀមហ្នឹងដែលធានាថាថៃនឹងមានកំណើនសេដ្ឋកិច្ចប្រមាណភាគរយនៅឆ្នាំ2027ហ្នឹងសេដ្ឋវិទូបានចេញសេចក្តីថ្លែងការណ៍មួយសំណូមពរដល់នាយករដ្ឋមន្ត្រីមិនបាច់ចាំឲ្យសៀមមានកំណើនសេដ្ឋកិច្ចប្រមាណភាគរយនៅឆ្នាំ2027ទេឬចុងឆ្នាំ2026 2027ទេសុំឲ្យតែសៀមជួយខ្លួនឯងឲ្យបានរស់ទៅបានហើយកន្លែងបងប្អូនយល់អត់កន្លែងហ្នឹងមានន័យថាចាសេដ្ឋវិទូសៀមហ្នឹងវានិយាយថាមិនបាច់ចាំចង់កំណើនសេដ្ឋកិច្ចអាចគូស្អីទេអានេះនិយាយបែបមនុស្សធម្មតាដូចខ្ញុំមើលអីចឹងមិនបាច់ចាំមានចង់បានកំណើនសេដ្ឋកិច្ចអាចគូអីឆ្នាំចុងឆ្នាំ2026 2027អាចគូអីទេគាត់ថាធ្វើឲ្យម៉េចឲ្យតែសៀមហ្នឹងមានស្អីស៊ីគ្រប់គ្រាន់ទៅណាឲ្យតែសៀមហ្នឹងប្រជាជនសៀមទាំងអស់មានអីស៊ីគ្រប់គ្រាន់ណាហើយអាចជួយខ្លួនឯងឲ្យរស់រានមានជីវិតទៅបានហើយមិនបាច់ចាំចង់កំណើនសេដ្ឋកិច្ចអីទេឲ្យតែសេដ្ឋកិច្ចនៅប៉ុណ្្នឹងមិនបាច់ចាំចង់កំណើនសេដ្ឋកិច្ចអាចគូអីទេអាហ្នឹងយើងនិយាយភាសាមនុស្សធម្មតាដូចយើងតែការភាសាការរៀនសូត្រគេមានការនិយាយផ្សេងដូចថាមិនបាច់ចាំចង់បានកំណើនសេដ្ឋកិច្ចអីទេគាត់ថាឲ្យតែប្រជាជនសៀមនឹងមានជីវភាពដូចសពថ្ងៃទៅបានហើយណា survival ជួយខ្លួនឯងរស់ទៅបានហើយអាហ្នឹងអញ្ចឹងហើយពាក់ព័ន្ធជាមួយនឹងបញ្ហាសៀមស្នើសុំវៀតណាមអីម្សិលមិញថ្ងៃពាក់ព័ន្ធមួយការដែលឲ្យវៀតណាមជួយបន្ថែមការនាំចូលផលិតផលសៀមមកវៀតណាមនឹងបន្ថែមហ្នឹងខ្ញុំសង្ឃឹមថាអ្នករស់ស៊ីកម្ពុជាប្រើឆន្ទៈជាកូនខ្មែរណាប្រើឆន្ទៈជាកូនខ្មែរកុំទៅនាំផលិតផលសៀមពីតាមច្រកវៀតណាមមុននឹងនាំផលិតផលស៊ើបឲ្យបានច្បាស់ថាផលិតផលហ្នឹងប្រកាសជាផាកវៀតណាមឬមួយក៏ផាកចិនផាកអីចឹងទៅបើយើងដឹងប្រភពពីមកពីថៃមកពីសៀមមិនបាច់ទេហើយបងប្អូនពាក់ព័ន្ធមួយបញ្ហាផលិតផលសៀមនេះខ្ញុំចង់សនំពរដល់បងប្អូនថាអញ្ចឹងបងប្អូនមេត្តាឈប់ប្រើតែហ្មងទៅឈប់ប្រើហ្មងទៅណាឈប់ប្រើតែហ្មងទៅហើយនៅពេលដែលបងប្អូនឈប់ប្រើអ្នកដែលយកចូលគេលក់លែងដាច់ហើយណាបងប្អូនអ្នកដែលយកចូលលក់លែងដាច់ហើយនៅពេលដែលលក់លែងដាច់អ្នកដែលយកចូលហ្នឹងគឺគេមិនយកលុយគេយកទៅចំណាយចោលអត់ប្រយោជន៍ដែលយកផលិតផលមកលក់មិនបានចំណេញលក់មិនបាន profit គេលែងយកមកដល់ខ្លួនឯងបងប្អូនអាហ្នឹងតាមខ្ញុំគិតចឹងហើយជាពិសេសអាអ្នកនាំចូលហ្នឹងព្យាយាមគិតថាមានផលិតផលណាខ្លះចំនួនផលិតផលសៀមបានគួរតែបង្វែរពីផលិតផលសៀមទៅផលិតផលទាំងនោះតាមរយៈការនាំចូលពីប្រទេសផ្សេងណាដែលអាចតម្លៃប្រហែលគ្នាឬមួយក៏លើសបន្តិចតួចអីក៏យើងអូខេដែរបើសម្រាប់ខ្ញុំតម្លៃថ្នាំដល់ថ្មិញខ្ញុំធ្លាប់ទិញមួយទីបមួយហ្នឹងថា10000នេះឥឡូវខ្ញុំទិញមួយ25000ខ្ញុំនៅតែទិញអាហ្នឹងវាចឹងបងប្អូន
បងប្អូនដឹងហើយមែនអត់សម្រាប់ការនាំចូលផលិតផលពីប្រទេសមួយទៅប្រទេសមួយក្នុងនាមជាយើងជាសមាជិករបស់អង្គការ WTO គឺគេមានច្បាប់ចែងពាក់ព័ន្ធមួយការនាំចូលនាំចេញអីអស់ហើយអញ្ចឹងយើងមិនអាចថាទៅបិទគេមិនឲ្យនាំចូលឬមួយក៏បិទសិទ្ធអ្នកណាម្នាក់មិនឲ្យទៅនាំចូលផលិតផលសៀមបានទេអាហ្នឹងវាអញ្ចឹងបងប្អូនហើយឲ្យរដ្ឋាភិបាលបិទទាំងស្រុងបិទអាម៉េចបើយើងជាសមាជិកមួយនៅក្នុងអង្គការ WTO យើងត្រូវគោរពគោលការណ៍របស់អង្គការ WTO មែនអត់បងប្អូនអាហ្នឹងវាអញ្ចឹងអ្វីដែលខ្ញុំសរំពោគឺខ្លួនឯងនេះចាប់ផ្ដើមឈប់ស្រឡាញ់ឈប់ឲ្យតម្លៃឈប់ប្រើប្រាស់ផលិតផលសៀមចាប់ពីខ្លួនឯងនេះហើយក៏ចាប់ពីពេលនេះតទៅណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនលែងឲ្យតម្លៃលែងស្រឡាញ់ណាលែងត្រូវការផលិតផលទាំងអស់នោះហើយ importer អ្នកយកចូលក៏គាត់លក់មិនដាច់យកមកលក់មិនដាច់គាត់លែងយកមកហើយមែនអត់ណាបើនៅតែយកមកទៀតបានន័យថាផលិតផលនោះលក់ដាច់បានគេយកមកផលិតផលនៅលក់ចំណេញបានគេយកមកមែនទេបងប្អូនខ្ញុំនិយាយត្រូវឲ្យខុសអញ្ចឹងនៅពេលដែលយើងខ្លួនឯងឈប់ប្រើម្នាក់បន្ទាប់មកមកគ្រួសារបន្ទាប់មកមកសហគមន៍មកសហគមន៍មកស្រុកមកខេត្តមកប្រទេសលែងប្រើលែងគ្រប់គ្រងហើយអីវ៉ាន់នោះគឺទៅឯងដួលដោយមិនបាច់ចាំរុញណាបងប្អូនចឹងហើយបានខ្ញុំសនំពរថាឈប់ឲ្យតម្លៃផលិតផលសៀមឈប់ស្រឡាញ់ផលិតផលសៀមឈប់ទិញផលិតផលសៀមឈប់ប្រើសម្រាប់ផលិតផលសៀមរួមគ្នាដើម្បីកម្ពុជាគ្មានផលិតផលសៀមនេះជាពាក្យស្លោកសម្រាប់ខ្ញុំរួមគ្នាដើម្បីកម្ពុជាគ្មានផលិតផលសៀមដូច្នេះហើយចាប់ពីខ្លួនយើងទៅគឺយើងរួមគ្នាម្ដងបន្តិចថ្ងៃមុខវានឹងដួលដោយខ្លួនឯងអាហ្នឹងបើសិនជាបងប្អូនធ្វើដូចខ្ញុំប៉ុន្តែបើបងប្អូននៅតែបដែតបដោយចេះបងប្អូននៅតែប្រើផលិតផលគេនៅតែត្រូវការផលិតផលគេនៅតែទិញផលិតផលគេប្រើសេដ្ឋកិច្ចគេនៅតែដើរសេដ្ឋកិច្ចគេនៅតែរីកចម្រើនគេមានលទ្ធភាពទិញនេះទិញនោះទិញសពាវុធទៅនៅយកមកគម្រាមកំហែងប្រជាជនកម្ពុជាគម្រាមកំហែងលើបូរណភាពទឹកដីកម្ពុជាដោយសពថ្ងៃនោះដែរអាហ្នឹងវាចឹងហើយឃើញម្សិលមិញឃើញចុះហត្ថលេខាទិញយន្តហោះ2គ្រឿងដើម្បីល្បាតសមុទ្រគេទិញទៀតហើយណាគេបានលុយវាណាលុយហ្នឹងពួកអ្នកប្រើរបស់សៀមហ្នឹងដែលយកលុយឲ្យគេអាអ្នកនាំចូលរបស់សៀមហ្នឹងយកលុយទៅឲ្យគេណាអីវ៉ាន់ចូលពីសៀមមកកុងតឺន័រយកលុយពីយើងទៅមកវ៉ាលីណាអាហ្នឹងវាចឹងហ្នឹងស្ដាប់ឲ្យច្បាស់បងប្អូនទិញថ្នាំដល់ថ្មិញមកប្រអប់បងប្អូនយកលុយទៅសៀម100 បាតយកទៅសៀមឬមួយក៏ស្មើតែ12000 អីយកទៅសៀមណាអាហ្នឹងចឹងខ្ញុំប្រាប់ឲ្យច្បាស់ពាក់ព័ន្ធមួយបញ្ហាហ្នឹងហើយពាក់ព័ន្ធមួយការគេសហការប្រតិបត្តិការអីមួយប្រទេសមួយអាហ្នឹងជារឿងការទូតគឺជារឿងការធ្វើសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសមួយទៅប្រទេសមួយជាមិនផុតទេអ្វីដែលគេធ្វើអីអាហ្នឹងជារឿងគេហើយយើងធ្វើជារឿងយើងណាបងប្អូនអាហ្នឹងខ្ញុំសនំពរប៉ុណ្ណឹងហើយបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានតម្លៃសម្រាប់ប្រជាជនខ្មែរមានតម្លៃសម្រាប់ប្រទេសកម្ពុជានិងមានអត្ថប្រយោជន៍សម្រាប់បងប្អូនទូទៅបងប្អូនអាចជួយចុច Subscribe ឬមួយក៏
ចុច share comment អី like អីមួយក៏បានដែរខ្ញុំសប្បាយចិត្តណាបងប្អូនហ្នឹងហើយបងប្អូនអរគុណជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នា